នៅថ្ងៃទី14 ខែ 12 ឆ្នាំ 2025 នេះពួកស៊ីមនៅតែបន្តបាញ់មកលើប្រទេសកម្ពុជាដូចជានៅតំបន់អានសេសនិងតំបន់មួយចំនួនទៀតនៅក្នុងខេត្តឧត្តរមានជ័យប្រទេសមានជ័យព្រឹបជាដើមអញ្ចឹងពួកស៊ីមគឺវាអត់ឈប់ទេគឺវានៅតែបន្តធ្វើសកម្មភាពបាញ់ម្ដងហើយម្ដងទៀតពីមួយថ្ងៃទៅមួយថ្ងៃទោះបីជាមានការអន្តរាគមន៍ពីសហរដ្ឋអាមេរិកក៏ដោយជាស្ដែងយប់មិញគឺត្រាំថានឹងត្រួតត្រាពីករណីមកដើម្បីដឹងថាអ្នកណាជាអ្នកបាញ់អីចឹងទៅប៉ុន្តែពួកវានៅតែមិនឈប់បាទដោយនៅព្រឹកថ្ងៃទី14នោះគឺវានៅតែបន្តបាញ់មកលើតំបន់អានសេសយើងបន្តទៀតអញ្ចឹងគឺជនជាតិហ្នឹងគឺយើងឃើញថាវាស្រេកឃ្លានសង្គ្រាមខ្លាំងមែនទែនហើយសូម្បីតែអន្តរជាតិមកជួយដោះស្រាយអីក៏វាអត់ស្ដាប់ដែរដល់ថ្នាក់សហរដ្ឋអាមេរិកនិយាយហើយគឺវាបាទអត់មានញញើតបន្តិចទេបាទអញ្ចឹងគឺមានតែជូនពរបងកងកម្លាំងរបស់យើងឲ្យគាត់ទទួលបានជោគជ័យនៅលើសមរភូមិហើយចំណែកឯយើងជួរក្រោយគឺយើងមានតែបាទជួយជាសម្ភារៈនំនែកបន្តិចបន្តួចបាទតាមរយៈដែលមានឥទ្ធិពលអ្នកដែលមានសម្លេងនៅលើ social media ក៏បានរៃអង្គាសហើយសង្ឃឹមថាបងប្អូនទាំងគ្នានឹងចូលរួមហើយមួយទៀតគឺយើងចូលរួមផ្សព្វផ្សាយទៅកាន់អន្តរជាតិឲ្យគេបានដឹងថាគឺ Thailand វាប្រហារមកលើកម្ពុជាមុនបាទគឺយើងមានតែរងចាំមើលបន្តទៀតថាអន្តរជាតិនឹងធ្វើអ្វីប៉ុន្តែខ្ញុំជឿថាបើសិនជាយើងខ្សោយយើងអន់គឺគ្មាននរណាគេមកជួយយើងទេអញ្ចឹងគឺយើងមានតែខ្លាំងខ្លួនឯងរួមគ្នាសាមគ្គីគ្នាខ្មែរស្រឡាញ់ខ្មែរសូមចិត្តបងប្អូនយកអាសាគ្នាម្នាក់បន្តិចបាទក្នុងគ្រាមានអសន្ននេះគឺយើងត្រូវតែជួយគ្នាម្នាក់ម្ដាយមួយជើងបាទតាមអីដែលយើងអាចធ្វើបានអញ្ចឹងចូលរួមបងប្អូនអរគុណបើសិនជាមានអីថ្មីទៀតខ្ញុំនឹងអាប់ដេតជូនអ្នកទាំងអស់គ្នានៅពេលក្រោយទៀត